រិត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកគណិតវិទ្យាថ្នាក់ទី7មកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី10 x ចែកឲ្យ7ស្មើ48ទាញ7មកអង្គទី2នៅអង្គទី1ចែកមកអង្គទី2គុណ x ស្មើនឹង48គុណឲ្យ7 48គុណឲ្យ7ស្មើ336ដូច្នេះ x ស្មើ336ជាឫសនៃសមីការលំហាត់ទី11 3កតាឲ្យ5កតាឲ្យ 3x ដក2ស្មើ 4x ដក7យើងត្រូវគុណពន្លាតជាមុនសិន5គុណនឹង 3x ស្មើ15 5គុណនឹងដក2ស្មើដក10 4x ដក7នៅអង្គទី2ស្រាប់ដូច្នេះទាញអង្គដែលមានអញ្ញត្តមកអង្គទី1បូក4ទាញមកអង្គទី1ទៅជាដក4 15x ដក4ស្មើ 11x ដក7បូក10ស្មើបូក3 11x ស្មើ3នាំឲ្យយើងបាន x ស្មើនៅអង្គទី1គុណ11គុណ x មកអង្គទី2ចែក x ស្មើ3ចែកឲ្យ11ដូច្នេះ x ស្មើ3ចែកឲ្យ11 3លើ11ជាឫសនៃសមីការលំហាត់ទី12 3x ដក5ស្មើ7ទាញអង្គដែលអត់អញ្ញត្តមកអង្គទី2 7នៅអង្គទី2ស្រាប់ដក5ទាញមកអង្គទី2ទៅជាបូក5 3x ស្មើ7បូក5 7បូក5ស្មើ12 3x ស្មើ12ដូច្នេះនាំឲ្យយើងបាន x ស្មើ12ចែកឲ្យ3ទាញមកអង្គទី2ទៅជាចែក12ចែក3ស្មើ4ដូច្នេះ x ស្មើ14 x ស្មើ4ជាឫសនៃសមីការរាត្រីសួស្តីសូមជម្រាបលាធ្វើការពេលថ្ងៃដើម្បីគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិ